សួស្តីកូនៗទាំងអស់គ្នាថ្ងៃនេះជួបជាមួយលោកគ្រូទៀតហើយនៅការសរសេរអក្សរតាមរូបភាពអញ្ចឹងកូនទាំងអស់គ្នាលើកក្តារឆ្នួនឡើងដីសដើម្បីសរសេរជាមួយលោកគ្រូទាំងអស់គ្នាតែមុននឹងសរសេរកូនៗទាំងអស់គ្នាចុច Subscribe ចុចសញ្ញាកណ្ដឹងដើម្បីទទួលបាននៅវីដេអូថ្មីៗពីលោកគ្រូតោះឥឡូវយើងពិនិត្យមើលរូបភាពនេះតើរូបភាពនេះគេហៅថាអ្វីទៅបាទគឺចំណីចំណីគេសរសេរចអំចំណអីណៃអានថាចំណីតោះឥឡូវយើងពិនិត្យមើលរូបភាពនេះវិញម្ដងរូបភាពនេះគេហៅថាដំណាំអញ្ចឹងដំណាំគេសរសេរដអំដំណអាំណាំឥឡូវកូនសរសេរជាមួយលោកគ្រូទាំងអស់គ្នាបាទដអំដំណអាំណាំអានថាដំណាំបាទឥឡូវយើងមកមើលរូបភាពនេះវិញម្ដងបាទរូបភាពនេះគេហៅថាតាខេសរសេរតអាតាខអេខេតោះសរសេរជាមួយលោកគ្រូទាំងអស់គ្នាតអាតាខអេខេអានថាតាខេបាទហើយយើងមកមើលរូបភាពនេះវិញម្ដងរូបភាពនេះគេហៅថាសំឡដែលគេឆ្លច្រើនបន្លែច្រើនមុខគេហៅថាកកោបាទកកោគេសរសេរកកអូកោនឹងរកោបាទអានថាកកោតោះឥឡូវសរសេរជាមួយលោកគ្រូទាំងអស់គ្នាកកអូកោនឹងរកោឥឡូវយើងមើលរូបនេះវិញម្ដងរូបនេះខោអញ្ចឹងខោសរសេរខអោខោបាទខអោខោអានថាខោតោះយើងសរសេរជាមួយគ្រូទាំងអស់គ្នាខអោខោបាទឥឡូវយើងមើលរូបភាពនេះវិញម្ដងបាទរូបភាពនេះបាទគេដាំបាយពាក់គេហៅថាបអក្សរបនឹងរបតោះសរសេរជាមួយលោកគ្រូបនឹងរបបាទឥឡូវយើងមើលរូបភាពនេះវិញម្ដងរូបភាពនេះតើគេកំពុងធ្វើអីចឹងបាទគេកំពុងតែចុះអញ្ចឹងចុះសរសេរចអូចុះតោះសរសេរជាមួយលោកគ្រូចអូចុះអានថាចុះតោះឥឡូវយើងមើលរូបភាពនេះវិញម្ដងរូបភាពនេះជើងនេះកើតអីកូនបាទជើងកើតដំបៅអញ្ចឹងដំបៅសរសេរដអំដំបអៅបៅអានថាដំបៅតោះសេជាមួយលោកគ្រូដអំដំបអៅបៅអានថាដំបៅបាទឥឡូវយើងមើលនេះជាមួយលោកគ្រូបាទនេះហៅថាសាច់អញ្ចឹងសាច់ឆ្អិនឬក៏សាច់អីក៏សាច់ឆៅអញ្ចឹងឆៅសរសេរឆអៅឆៅតោះសរសេរជាមួយលោកគ្រូឆអៅឆៅអានថាឆៅតោះឥឡូវយើងមើលរូបភាពនេះវិញម្ដងគេកំពុងធ្វើអីក៏បាទគេកំពុងតែសរសេរអញ្ចឹងសរសេរអក្សរសនឹងរសស្រអេនឹងរអានថាសសេតោះឥឡូវសរសេរជាមួយលោកគ្រូសរសស្រអេនឹងរអានថាសសេបាទសនឹងរសអេសេនឹងរសេ